ខ្លួនឯងអាចទ្រាំនឹងសំពីនក្រុមយ៉ាងទោះបីគ្មានអ្នកណាលើកទឹកចិត្តរកឃើញហើយមនុស្សដែលខ្ញុំគួរអាណិននោះគឺជីវិតរបស់ខ្ញុំខ្លួនឯងគ្រប់បញ្ហាតែងតែមានដំណោះស្រាយតែខ្ញុំដោះស្រាយស្ទើរឈួតទៅហើយអស់ពីមួយជួលមួយមិនចេះចប់ឡើយចង់ប្រេះហើយប្រេះខួរក្បាលខ្ញុំរឿងស្នេហារឿងគ្រួសាររឿងការងារសែនវេទនានៅក្នុងអារម្មណ៍ស្ត្រេមម្ដងកិនមិនចេញបានត្រឹមយំរួចហើយក៏ដោះស្រាយបន្តសរសើរខ្លួនឯងអាចទ្រាំនឹងសំពីនក្រុមយ៉ាងទោះបីគ្មានអ្នកណាលើកទឹកចិត្តរកឃើញហើយមនុស្សដែលខ្ញុំគួរអាណិននោះគឺជីវិតរបស់ខ្ញុំខ្លួនឯងបញ្ហាតែងតែមានដំណោះស្រាយតែខ្ញុំដោះស្រាយស្ទើរឈួតទៅហើយអស់ពីមួយជួលមួយមិនចេះចប់ឡើយចង់ប្រេះហើយប្រេះខួរក្បាលខ្ញុំរឿងស្នេហារឿងគ្រួសាររឿងការងារសែនវេទនានៅក្នុងអារម្មណ៍ស្ត្រេមម្ដងកិនមិនចេញបានត្រឹមយំរួចហើយក៏ដោះស្រាយបន្តសរសើរខ្លួនឯងអាចទ្រាំនឹងសំពីនក្រុមយ៉ាងទោះបីគ្មានអ្នកណាលើកទឹកចិត្តរកឃើញហើយមនុស្សដែលខ្ញុំគួរអាណិននោះគឺជីវិតរបស់ខ្ញុំខ្លួនឯងសរសើរខ្លួនឯងអាចទ្រាំនឹងសំពីនក្រុមយ៉ាងទោះបីគ្មានអ្នកណាលើកទឹកចិត្តឃើញហើយនោះដែលខ្ញុំគួរអាណិននោះគឺជីវិតរបស់ខ្ញុំខ្លួនឯង